មួយរយៈនេះមិនសមមានវីដេអូចេញទេដោយសារតែរវល់ថែមម៉ោងពេលយប់មុនពេលភ្ជុំអញ្ចឹងកន្លែងការងារខ្ញុំថែមម៉ោងនិយាយទៅឆ្នាំនេះរយៈពេលមួយអាទិត្យគ្រាន់តែថែមពេលយប់ហើយយើងធ្វើរហូតដល់មុនថ្ងៃបុណ្យដូចជាខ្ញុំធ្វើដល់ថ្ងៃសៅរ៍បានឈប់សម្រាកតែការឲ្យឈប់សម្រាកបាន3ថ្ងៃមានណាឈប់បាននិយាយទៅពេលវេលាលឿនមែនតើឥឡូវនេះចូលធ្វើការវិញហើយចេញពីធ្វើការគ្រាន់តែកលេចតែមើលត្រូវម្រះប្រែពណ៌បាយទៅជាក្រហមវិញម្រះនេះពួកខ្ញុំញ៉ាំតាំងពីរដូវក្តៅឥឡូវចូលដល់រដូវត្រជាក់ឥឡូវនៅក្នុងខែ10ខែក្រោយខែ11ហ្នឹងចាប់ផ្ដើមអាកាសធាតុហ្នឹងចាប់ផ្ដើមត្រជាក់ខ្លាំងហើយអញ្ចឹងបន្លែខ្មែរដែលដាំនៅក្បែរផ្ទះហ្នឹងគឺចាប់ផ្ដើមប្រែពណ៌ color ហើយគឺអត់មានអីញ៉ាំដូចមុនដូចពេលនៅរដូវក្តៅទេចេញពីធ្វើការមកនេះអត់មានបានតន់ចូលផ្ទះទេគឺមកបេះផ្លែម្រះទុកដោយសារតែយើងក៏លេចតែឃើញផ្លែម្រះរៀងច្រើនដែរស្លឹកវាក្រហមមែនតែផ្លែច្រើនដាំផ្លែម្រះការ៉េនេះពួកខ្ញុំដាំមកទ្រើងមែនប៉ុន្តែហូបបានច្រើនមែនតែដោយសារផ្លែវារៀងច្រើនមើលតាំងពីរដូវក្តៅនេះពងវ័យរមើលផ្លែណាដែលនៅមានផ្លែយកទៅខ្វេះដាក់ទូទឹកកកទុកពេលយើងញ៉ាំពេលរដូវធ្លាក់ប្រល់អីគឺយើងអាចយកមកធ្វើម្ហូបបានវែកចុះវែកឡើងនេះប្រម៉ូនេះឡើងមកច្រើនដែរផ្លែហើយបើសិនបើយើងកាត់កង់ទៅខ្វេះយកគ្រាប់ចេញទុកក្នុងទូទឹកកកគឺយើងអាចយកមកធ្វើម្ហូបពេលរដូវត្រជាក់កកទម្លាប់ពួកខ្ញុំឲ្យតែដាំបានផ្លែម្រះច្រើនអញ្ចឹងគឺដឹងតែកាត់កង់ដាក់ទូទឹកកកហើយពេលយើងចង់ស្ងោរម្រះហើយអញ្ចឹងគឺយើងមានម្រះយកមកស្ងោរមិនមែនយើងញ៉ាំអត់ឆ្ងាញ់ដាក់កកចឹងអត់ឆ្ងាញ់ទេបងប្អូនឲ្យតែយើងលាយគ្រឿងសាច់ជ្រូកអីជាមួយនឹងគ្រឿងទេសយើងត្រូវឆ្ងាញ់ដូចតែគ្នាទេគ្រាន់ថាម្រះប្រភេទនេះវាខុសពីម្រះផ្សេងពូជវាខុសគ្នាអញ្ចឹងជីវិតរស់នៅស្រុកគេពេលចង់ញ៉ាំសាច់ចង់ញ៉ាំត្រីអីអញ្ចឹងទៅយើងទៅម៉ាត់ភ្លាមយើងអាចទិញបានត្រីស្រស់យកមកញ៉ាំតែមិនសូវបានញ៉ាំស្រស់ទេភាគច្រើនយើងទៅផ្សារមួយទឹកទៅម្ដងអញ្ចឹងយើងទិញយកមកដាក់ទូទឹកកកយើងញ៉ាំភាគច្រើនញ៉ាំរបស់កកច្រើនជាងរបស់ស្រស់ខ្ញុំចេញពីធ្វើការវិញនេះមមាញឹកជាមួយនឹងផ្លែម្រះដោយសារផ្លែវាច្រើនអញ្ចឹងយើងមានតែបច្ចេកទេសខ្វេះយកគ្រាប់ចេញអញ្ចឹងយើងយកទៅដាក់ក្នុងទូទៅយើងអាចទុកហូបបានបើត្រឡប់ពួកខ្ញុំឲ្យតែដាំផ្លែម្រះមិនថាពូជបោះការ៉េឬមួយក៏យកមកពីខ្មែរភាគច្រើនឲ្យតែពេលចិត្តចូលដល់រដូវត្រជាក់អញ្ចឹងគឺផ្លែច្រើនគឺដឹងតែបេះប្រម៉ូដាក់ទូទឹកកកទុកលាងទឹកកសាអញ្ចឹងយើងជ្រក់ដាក់ថង់មួយថង់អញ្ចឹងទៅកន្លែងធ្វើការខ្ញុំតកែឲ្យបាយពេលថ្ងៃត្រង់ហ្នឹងតចង់ខែ10អីទេដើមខែ11គឺចាប់ផ្ដើមញ៉ាំម្ហូបខ្មែរវិញហើយអញ្ចឹងពួកខ្ញុំបន្លែប្លុកអីដាំនៅក្បែរផ្ទះអីណាអាចដាក់ទូកកបានគឺយើងខ្វេះដាក់ទូកកអីចិត្តជាកង់អីអញ្ចឹងទៅកាត់កង់ខ្វេះយកគ្រាប់ចេញលាងទឹកស្អាតហើយមានស្បោងមួយយើងយកមកជ្រក់វាអញ្ចឹងក្នុងមួយស្បោងមកទូទឹកកកយើងតលាយើងដាក់ចូលទៅតែដល់ពេលយើងយកមកស្ងោរវិញគឺយើងយកចេញមកឲ្យវាលក្ខណៈថាបាត់កកហើយយើងអាចញាត់សាច់ជ្រូកយើងអាចយកទៅស្ងោរឲ្យធម្មតាអីបានដូចម្រះស្រស់ដែរទិញដាំម្រះយកមកដាំកាលហ្នឹងដូចជា5គុំហើយទ្រឿងពួកខ្ញុំហ្នឹងរៀងវែងដែរហើយផ្លែក៏ច្រើននេះញ៉ាំពីខែក្តៅរហូតដល់ខែត្រជាក់អញ្ចឹងទៅចំណេញមែនហើយនៅនេះដាំបន្លែឆាប់បានផលច្រើនហើយបើនិយាយពីជីវិញមិនសល់ដាក់ទេប៉ុន្តែគឺបានផលហ្មងខ្ញុំតសារដីការ៉េដាំអញ្ចប់ជីលឹកខៃអីគឺល្អដល់ពេលយើងលាងម្រះដាក់ត្រង់ឡើងសាតហើយនេះយើងយកមកដាក់ក្នុងទូទឹកកកនេះមកដាក់នៅនឹងទៅដល់ពេលយើងឆ្លោយើងទាញមួយថង់យើងដាក់ដូចថាល្មមមកសម្លយើងមួយឆ្នាំយើងលៃប៉ុណ្ណឹងដាក់ទៅក្នុងទូទឹកកកអញ្ចឹងទៅពេលញ៉ាំទាញមកគឺស្រួលមួយយ៉ាងមែន